ទូរស័ព្ទនៅក្នុងដៃខ្ញុំនេះគឺជាប្រភេទ iPhone ថោកប៉ោសួស្តីអ្នកទាំងអស់គ្នាសម្រាប់ iPhone 15 Pro Max នៅក្នុងដៃខ្ញុំនេះគឺជាប្រភេទ iPhone ដែលជាប្រភេទ copy ទេមិនមែនជាប្រភេទ SIM ទេណាហើយតើតោះពីការ copy នេះគឺ copy ប្រហាក់ប្រហែលនឹង SIM សឹងតែអាចថា70ទៅ 80% តែម្ដងអញ្ចឹងបើសិនជាបងប្អូនអត់ធ្លាប់ឃើញទេអត់ធ្លាប់ប៉ះឬក៏អត់ធ្លាប់ប្រើ15 Pro Max ទេគឺបងប្អូនប្រកាសជាច្រឡំជាមួយ15 Pro Max ហើយអញ្ចឹងតោះតែហែកមើលទាំងអស់គ្នាថាតើខាងក្នុងរបស់ iPhone 15 Pro Max របស់ថោប៉ោហ្នឹងតើខាងក្នុងវាយ៉ាងណាសម្រាប់ iPhone ថោប៉ោនេះគឺតាក់ទងនឹងការគាស់គឺយើងគាស់ដូច Oppo 100% តែម្ដងសម្រាប់ការគាស់គឺយើងគាស់តែខ្នងក្រោយទេយើងអត់មានត្រូវការមូលខ្ចៅឬក៏ត្រូវការមានគាស់ frame គាស់អីទេហើយសម្រាប់ខ្នងក្រោយវិញគឺជាប្រភេទខ្នងក្រោយជ័រអញ្ចឹងសម្រាប់ការគាស់ការអីគឺយើងអត់បារម្ភទេពីព្រោះដោយសារតែវាអត់អាចបែកដូចកញ្ចក់ដែល15 Pro Max ទេហើយនេះគឺជាចម្លើយរបស់ iPhone 15ថោប៉ោបងប្អូនបានឃើញអញ្ចឹងគឺខាងក្នុងវិញគឺជ័រសុទ្ធតែម្ដងគឺមិនមែនជា iPhone ទេគឺជាប្រភេទទូរស័ព្ទចិនមួយដែលជាប្រភេទ copy ដែលយករូបរាងចេញពី iPhone សម្រាប់ឲ្យប៉ុណ្្នឹងហើយខ្ញុំនៅតែអត់ទាន់អស់ចិត្តអញ្ចឹងតោះយើងទៅកោះខាងក្នុងទាំងអស់គ្នាមើលថាតើម៉ាស៊ីនរបស់15ថោប៉ោហ្នឹងវាយ៉ាងណាដែរតាក់ទងពីខ្ចៅវិញគឺខ្ចៅច្រើនមែនតើគឺមួលឡើងចង់ចុកដៃឯងព្រោះវាចង់10ទៅ20ខ្ចៅឯណោះអញ្ចឹងដូចបងប្អូនមើលឃើញអញ្ចឹងគឺខ្ចៅឡើងសោះពីលើទៅដល់ក្រោមតែម្ដងនេះឥឡូវយើងបានដោះខ្ចៅហើយតោះមកអ៊ុតមើលម៉ាស៊ីនទាំងអស់គ្នានេះគឺជាម៉ាស៊ីន iPhone 15ថោប៉ោដោយបងប្អូនឃើញអញ្ចឹងគឺម៉ាស៊ីនវាគឺដូច Oppo ឬក៏ដូច Vivo យេប្រភេទម៉ាស៊ីនចិនដែលមានតម្លៃកម្រិតថវិកាត្រឹមតែ$100ឬក៏100ប្រភេទនិយាយប្រហែល100ហ្នឹងទេអញ្ចឹងហើយតាក់ទងនឹង speaker វិញគឺ speaker គឺឈប់ខ្សែពីរសរសៃជាមួយម៉ាស៊ីនទៀតអញ្ចឹងសម្រាប់បញ្ហានេះគឺបើសិនជាបើបងប្អូនប្រើក៏ពិបាកប្រើដែរពីព្រោះដោយសារតែតាក់ទងពី quality វាគឺខ្សោយមែនតើហើយសម្រាប់តាក់ទងពី iPhone ថោប៉ោបែបនេះគឺបើសិនជាបងប្អូនទិញគឺស្ដាយលុយហើយយកល្អសម្រាប់ recommend របស់ខ្ញុំ recommend ឲ្យបងប្អូនប្រើប្រភេទ iPhone ល្អជាងឬក៏ប្រភេទOppo ចំ Oppo ហ្មងអានឹងល្អពីព្រោះដោយសារតែតាក់ទងនឹងបញ្ហានេះពេលដែលបងប្អូនប្រើចំអញ្ចឹងយើងមានគ្រឿងបន្លាស់ហើយបើសិនជាបងប្អូនប្រើប្រភេទ copy បែបនេះបើសិនជាឧទាហរណ៍បងប្អូនមានបញ្ហាដូចខូចដូចបងប្អូនមានបញ្ហាខូចថ្មឬក៏ខូចលើអេក្រង់អីគឺយើងអត់មានគ្រឿងបន្លាស់ទេជាចុងក្រោយសម្រាប់បងប្អូនដែលកំពុងតែមានបញ្ហាទូរស័ព្ទឬក៏ចង់សាកសួរពីបញ្ហាទូរស័ព្ទបងប្អូនអាចទាក់ទងមកខាងយើងបានអរគុណច្រើនជួបគ្នានៅវីដេអូក្រោយណាបាយបាយ